lại thèm trắng rồi đầu níទឹកស្រកច្រើនហើយនៅខាងមុខđể khơi một đồng nó sẽ tầm một sân bồnទឹកđặt sài prang sân bồnទឹកđặt sài prangច្រើនមែនតើនៅថ្ងៃនេះគេអត់ឆេះគេអត់បូមឯនេះសម្រាប់បងប្អូនដែលនៅទីក្រុងប្រហែលជាមិនសូវបានឃើញទេសភាពបែបហ្នឹងទេនេះនៅតាមស្រុកស្រែតាមដងស្ទឹងតែបើអ្នកនៅស្រុកស្រែដូចខ្ញុំឬក៏ផ្សេងវាអត់មានអីចម្លែកទេបើយើងឃើញសឹងរាល់ថ្ងៃណាបងប្អូននៅទីក្រុងឬក៏នៅប្រទេសផ្សេងតែអត់បានឃើញរូបបែបហ្នឹងអាចចម្លែកប៉ុន្តែមើលទៅវាស្រស់ស្រាយដោយសារតែយើងនៅឆ្ងាយពីទីក្រុងឆ្ងាយពីខ្យល់ពុលអញ្ចឹងវាធ្វើឲ្យយើងអាចដកដង្ហើមមកវាមានអុកស៊ីហ្សែនមានខ្យល់អាកាសស្អាតបរិសុទ្ធអានេះព្រៃនៅតាមហៅមិនព្រៃទេអានេះនៅតាមមាត់ស្ទឹងហ្នឹងវាមានដើមឈើដើមអីចឹងដោះតាមមាត់ស្ទឹងនៅខាងនោះនៅខាងលើនោះគឺសុទ្ធតែវាលស្រែសងខាងសាវាលស្រែហើយនឹងភូមិវីដេអូនេះចង់ថតចែករំលែកដល់បងប្អូនយើងមួយចំនួនដែលចូលចិត្តទេសភាពបែបស្រុកស្រែបាទអញ្ចឹងបើសិនបងប្អូនចូលចិត្តវីដេអូបែបហ្នឹងសូមជួយ comment ហើយនឹងចុច like ខ្ញុំនឹងចំណាយពេលក្នុងការថតវីដេអូហ្នឹងដាក់ជូនមើលកំសាន្តនេះទូកបាទកន្លែងគេបូមទឹកនេះម៉ាស៊ីនគេបូមទឹកអញ្ចឹងគេបូមឡើងពីស្ទឹងអញ្ចឹងទៅនេះទៅយោឡើងទៅស្រែហ្នឹងអានេះអត់ឃើញមានកណូតបតាមនេះមួយថ្ងៃមុនច្រើនអានេះស្ងាត់ហើយថ្ងៃនេះមេឃក្តៅខ្លាំងប៉ុន្តែមានខ្យល់បាទបងប្អូនឃើញចុងឈើហ្នឹងកំពុងតែបក់ខ្យល់ខ្លាំងក្តៅមែនក៏តែវាអត់ហប់អាកាសធាតុស្រួលល្អចឹងទេសភាពនេះស្អាតសម្រាប់បងប្អូនដែលនិយមឬក៏អត់ដែលបានឃើញគាត់ជាប្លែកភ្នែកទីតាំងនេះគឺស្ថិតនៅក្នុងគេហៅឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំនេះគឺស្ទឹងសែនទេសភាពស្មាននេះគឺម៉ោងប្រហែលជា9ជាង10ថ្ងៃបើកល្អណាស់ថ្ងៃនេះដើមសរសេកបងប្អូនគេហៅសរសេកទឹកសម្បូរណាស់សម្បូរដើមសរសេកទឹកនៅនេះដើមថ្នោតក៏មានខ្លះដែរនៅខាងនោះដើមថ្នោតតែមិនសូវមានច្រើនទេភាគច្រើនសម្បូរដើមសរសេកព្រោះតំបន់នេះនៅពេលដែលខែភាសាគឺលិចអស់ហើយទឹកលិចអស់វាលស្រែវាលអីហ្នឹងគឺស្រែអត់កើតទេនៅនេះគេធ្វើតែស្រែប្រាំងឯងព្រោះខែភាសាទឹកលិចបាទនេះកន្លែងបូមទឹកមួយទៀតតែម៉ាស៊ីនថ្ងៃនេះដឹងមិនគេអត់បិឆេះតាមដងស្ទឹងនេះគឺមានសភាពស្ងាត់ថ្ងៃនេះអត់មានទូកមានកណូតអីបើកបរទេស័ក្តិសមជាមួយនឹងបរិយាកាសក្មេងសម្លាស់ហើយនឹងមានខ្យល់បក់អូនៅមានកណូតមក1 2យូរមាន1 2អញ្ចឹងអត់សូវមានច្រើនដូចថ្ងៃមុនទេ